បាទសួស្តីបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាខ្ញុំបកករណាខ្ញុំបាទសូមគោរពថ្វាយបង្គំព្រះគុណម្ចាស់គ្រប់ព្រះអង្គតាមឋានានុក្រមនិងសូមគោរពលោកយាយលោកតាបងប្អូនពុទ្ធបរិស័ទទាំងអស់ទោះនៅទីជិតឆ្ងាយក្តីដោយសេចក្តីគោរពនិងការរាប់អានបាទថ្ងៃនេះដែរខ្ញុំសូមលើកយកនៅឆ្នាំទាំង12ដែលមានរាសីខ្ពស់មធ្យមនិងទាបដែលយើងហៅថារាសីខ្ពស់រាសីកណ្ដាលឬក៏រាសីស្រចុះបាទនៅក្នុងឆ្នាំទាំង12នេះទៅតាមលំដាប់លំដោយហើយប្រសិនណាបើជាបងប្អូនបានស្ដាប់នៅកម្មវិធីនេះហើយត្រូវនឹងឆ្នាំដែលបងប្អូនកើតហើយនឹងថ្ងៃនេះដែរក៏គួរគប្បីដើម្បីជៀសវាងឬក៏ធ្វើនៅមង្គលការងារផ្សេងទៅតាមអ្វីដែលខ្ញុំបានប្រាប់បាទព្រោះនេះជាក្បួនតម្រាពីបុរាណដែលបានចែងទុកមកសម្រាប់ឲ្យកូនចៅប្រកបនៅជ័យមង្គលលាភសិរីសួស្តីធ្វើការងារអ្វីៗបានប្រកបទៅតាមសេចក្តីប្រាថ្នាសូមអញ្ជើញស្ដាប់ដូចតទៅបាទសម្រាប់បងប្អូនដែលកើតឆ្នាំជូតនៅថ្ងៃស្អែកនេះគឺរាសីខ្ពស់តែម្ដងបាទលេខសំណាងរបស់បងប្អូនគឺ925ហើយពណ៌សំណាងរបស់បងប្អូនគឺពណ៌សបាទសម្រាប់អ្នកដែលកើតឆ្នាំជូតនៅថ្ងៃស្អែកមានលាភមានជ័យសិរីសួស្តីជ័យមង្គលច្រើនបាទកើតឡើងសម្រាប់ថ្ងៃស្អែកអញ្ចឹងសូមបងប្អូនទាំងអស់គ្នាខមមិនលេខ925ហើយសម្លៀកបំពាក់ដែលយើងស្លៀកពាក់យកនៅហេងនៅថ្ងៃស្អែកហ្នឹងគឺពណ៌សបាទសូមកុំភ្លេចតាមដានឆ្នាំទាំងអស់គ្នាបាទឆ្នាំជូតសម្រាប់បងប្អូនដែលកើតឆ្នាំជូតធាតុទឹកពងទេវតាប្រុសរាសីថ្ងៃនេះខ្ពស់តែតែម្ដងការរស់នៅប្រចាំថ្ងៃនៅក្នុងថ្ងៃនេះបាទមិនថាថ្ងៃណាទេតែយើងនិយាយថ្ងៃនេះគឺមានភាពសប្បាយរីករាយហើយម្យ៉ាងទៀតមានក្រុមមនុស្សចាំជួយយកអាសានិងជួយជ្រោមជ្រែងចំណិចក្រៅពីនេះបើលោកអ្នកធ្លាប់មានបញ្ហារឿងរ៉ាវពីមុនមកចម្រូងចម្រាសគ្នាយ៉ាងណានៅក្នុងថ្ងៃនេះគឺត្រូវដោះស្រាយបានដោយស្ងប់ស្ងាត់ទៅវិញចំណែកការងារផ្ដល់ផលល្អសម្រាប់ការងារទៅធំហើយក្រៅពីនេះក៏ផ្ដល់ផលតំណងឬក៏ជាឱកាសមួយសម្រាប់លោកអ្នកចរចាកងត្រាឬធ្វើអ្វីមួយខាងចលនាទ្រព្យឬក៏និយាយស្ដីទៅការត្រូវការទិញអ្វីពីគេអញ្ចឹងគឺយើងអាចទៅនិយាយបានក្នុងថ្ងៃហ្នឹងការចំនួនជួញដូរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការទិញចូលលក់ចេញគឺមានភាពរស់រវើកហើយបានផលមកវិញច្រើនហើយបើចង់រកស៊ីចូលហ៊ុនជាមួយនឹងដៃគូក៏ល្អប្រសើរដែរតែត្រូវមើលសមាជិកគេផងប្រយ័ត្នចាញ់បោកគេមិនថាពេលវេលាល្អថ្ងៃល្អខែឆ្នាំល្អយ៉ាងណាក៏ដោយតែយើងត្រូវប្រយ័ត្នផុតគឺការចាញ់បោកគេនឹងឯងបាទត្រូវប្រយ័ត្នមែនតើចំណែកបញ្ហាស្នេហាកំណត់ក្រមុំមានការរីកលូតលាស់និងមានភាពសុខដុមរមនាប្រពៃទេចេះយកចិត្តគ្នាស្រឡាញ់គ្នារហូតបាទក្នុងថ្ងៃហ្នឹងតែចាត់ស្អែកតើដឹងទេតែយើងនិយាយក្នុងថ្ងៃហ្នឹងបាទជាចុងក្រោយខ្ញុំបាទសូមសិទ្ធិពរជ័យសិរីសួស្តីជ័យមង្គលដល់បងប្អូនប្រុសស្រីអំពូមិញទាំងអស់ដែលកើតឆ្នាំជូតនៅថ្ងៃស្អែកនេះគឺមានសំណាងល្អងើហេងចូលឈឹបតែម្ដងតែកុំភ្លេច share វីដេអូនេះមួយហើយ comment ដាក់លេខ925ហើយស្អែកត្រូវស្លៀកសម្លៀកបំពាក់ពណ៌សដើម្បីជាពណ៌នាំសំណាងដែលយើងបន្ថែមទៀតបាទឥឡូវហ្នឹងឆ្នាំជូតបានកន្លងផុតទៅហើយយើងចាប់ផ្ដើមឈានចូលទៅឆ្នាំឆ្លូវបន្តទៀតបាទឥឡូវឈានចូលមកដល់ឆ្នាំឆ្លូវសម្រាប់បងប្អូនប្រុសស្រីដែលកើតឆ្នាំឆ្លូវរាសីថ្ងៃស្អែកនេះគឺខ្ពស់ត្រដែតតែម្ដងបាទអត់ចុះហើយមិនមែនមធ្យមទេគឺខ្ពស់អញ្ចឹងគឺមានលាភសំណាងច្រើនតែតើជាមួយនៅថ្ងៃស្អែកហ្នឹងបងប្អូនគឺត្រូវតែទទួលបាននៅជោគជ័យគ្រប់ភារកិច្ចទាំងអស់ហើយលេខដែលនាំសំណាងបន្ថែមទៅលើសំណាងរបស់យើងមួយទៀតនោះគឺ6 ដើមបាទ666ហើយពណ៌សំណាងដែលជាគ្រឿងបំពន់ឲ្យយើងមើលទៅឃើញឆ្លុះបញ្ចាំងធ្វើឲ្យអ្នកផ្សេងមើលមកយើងមានអំណាចកាន់តែខ្លាំងទៅនោះគឺពណ៌ខៀវបាទអញ្ចឹងយើងមានបាទថារាសីយើងខ្ពស់ទៅហើយតែអ្វីដែលយើងគួរធ្វើបន្ថែមទៀតនោះគឺយើងត្រូវខមមិនលេខ6 ដើមហើយនឹងស្លៀកសម្លៀកបំពាក់ពណ៌ខៀវនៅថ្ងៃស្អែកដើម្បីជាជោគជតារាសីនឹងកាន់តែមានអំណាចមេរិទ្ធីអ្នកផងមើលមកគឺមានការស្ញប់ស្ញែងនិងខ្លាចអំណាចរបស់យើងតែម្ដងបាទអញ្ចឹងសូមតាមដានស្ដាប់ដូចតទៅឆ្នាំឆ្លូវ
សម្រាប់បងប្អូនដែលកើតឆ្នាំឆ្លូវធាតុដីពងមនុស្សប្រុសរិស័យថ្ងៃនេះខ្ពស់ត្រដែតលោកអ្នកនឹងមានលៀបដោយការប្រើសម្ដីវោហារស័ព្ទទោះបីជាបាននិយាយស្ដីអ្វីក៏ដោយក៏មានការគ្រប់គ្រងពីអ្នកដទៃដែរបាទថ្ងៃនេះដែរអញ្ចឹងយើងអាចទៅចែកចែកស្ដីអណ្ដឹងកូនគេឬក៏យើងទៅដាក់ពាក្យធ្វើការឬក៏យើងចង់ទៅទិញរបស់ណាមួយពីអ្នកដទៃគឺយើងអាចទៅបានបាទក្នុងថ្ងៃនេះគឺថៃរិស័យយើងខ្ពស់ល្អណាស់អញ្ចឹងទោះបីជាយើងនិយាយយ៉ាងណាក៏គេយល់ព្រមនិងគ្រប់គ្រងយើងនៅក្នុងពេលដែលយើងនិយាយនឹងដែរបាទហើយចំណាយការងារវិញបើយើងមានបេសកកម្មត្រូវទៅបំពេញការងារនោះទោះបីជាការធ្វើដំណើរនឹងចិត្តឆ្ងាយក្តីតែងតែមានសុវត្ថិភាពនិងល្អប្រសើរតែយើងយ៉ាងណាក៏គួរតែប្រយ័ត្នដែរទោះបីតាមផ្លូវទឹកផ្លូវគោកនឹងយ៉ាងណាក៏គួរមានការប្រុងប្រយ័ត្នមែនទែនបាទទោះបីសំណាងមានក៏ដោយតែបើយើងធ្វើប្រហែសគឺវាមិនល្អសម្រាប់ការធ្វើដំណើររបស់យើងទេចំណែកមុខរបររកស៊ីជួញដូរវិញបាទជាអ្នកប្រកបមុខរបររកស៊ីមានការរីកលូតលាស់ទៅមុខជាលំដាប់បាទអញ្ចឹងយើងរកស៊ីថ្ងៃហ្នឹងកាក់កបហើយកុំតាមគេហៅតាណាតណីអីយើងខំប្រឹងរកស៊ីតិចទៅព្រោះថ្ងៃល្អរបស់យើងបើសិនណាថ្ងៃណាមិនសូវល្អចាំយើងអាចចេញដំណើរទៅរកផ្សេងទៅចំណែកបញ្ហាស្នេហាគូស្នេហ៍ជួបតែការរីករាយរកគ្នាទៅវិញទៅមកបាទឆ្នាំឆ្លូវថ្ងៃនេះគឺមានលៀបមានជ័យសិរីសួស្តីព្រមទាំងអាពាហ៍ពិពាហ៍ស្នេហាគូស្វាមីភរិយាមានសុភមង្គលបាទថ្ងៃនេះគឺថាយើងអាចធ្វើសពសារពើទាំងអស់គឺទទួលបានជោគជ័យសម្រាប់អ្នកដែលកើតឆ្នាំឆ្លូវបាទទីចុងក្រោយនេះក៏សូមសិទ្ធិពរជ័យសិរីសួស្តីជ័យយាមង្គលដល់បងប្អូនប្រុសស្រីដែលកើតនៅឆ្នាំឆ្លូវរាសីខ្ពស់នៅក្នុងវេលាឱកាសពេលនេះកុំភ្លេច share វីដេអូរបស់ខ្ញុំបាទហើយដាក់លេខ6 3ដើមហើយនឹងត្រូវស្លៀកសម្លៀកបំពាក់ពណ៌ខៀវនៅថ្ងៃស្អែកដើម្បីបង្ហាញឬក៏បញ្ចេញនូវអំណាចរបស់ខ្លួនបន្ថែមពីសំណាងរបស់យើងមួយជាន់ទៀតបាទអញ្ចឹងសូមកុំភ្លេចធ្វើតាមអ្វីដែលខ្ញុំបានប្រាប់ហើយនឹងទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់បន្ទាប់អំពីឆ្នាំឆ្លូវនេះទៅគឺយើងចូលទៅដល់ឆ្នាំខាលបន្តទៀតបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំខាលបាទឆ្នាំខាលរិស័យនៅថ្ងៃស្អែកគឺមធ្យមមិនឡើងហើយក៏មិនចុះដែរគឺមធ្យមបាទលេខសំណាងរបស់បងប្អូនគឺជាលេខអ្វីទៅបាទគឺលេខ858បាទ858ហើយពណ៌សំណាងរបស់បងប្អូនគឺពណ៌ក្រហមឬក៏ពណ៌សបាទគឺជាលេខនាំសំណាងហើយនិងពណ៌នាំសំណាងបាទអញ្ចឹងសូមបងប្អូនខមមិនលេខ858មួយទៅហើយនឹងស្លៀកពាក់សម្លៀកបំពាក់ពណ៌សឬពណ៌ក្រហមនៅថ្ងៃស្អែកដែលយើងប្រុងទៅចេញដំណើរទៅនិយាយសិកាឬក៏ទៅលក់ដូរឬក៏ធ្វើជំនួញជួញប្រែអ្វីគឺយើងស្លៀកពាក់ពណ៌ក្រហមឬក៏ពណ៌សហើយខមមិនលេខ858ដែលជាលេខនាំសំណាងលេខធ្វើឲ្យរិស័យយើងកាន់តែមានពន្លឺភ្លឺថ្លាមេរិទ្ធីតិចឈ្នះអស់មេសត្រូវទាំងពួងបាទអញ្ចឹងសូមតាមដានសម្ដាប់ដូចតទៅឆ្នាំខាលសម្រាប់បងប្អូនដែលកើតឆ្នាំខាលរិស័យថ្ងៃនេះល្អមធ្យមការរស់នៅប្រចាំថ្ងៃសម្រាប់ថ្ងៃនេះលោកអ្នកមិនគួរចេញក្រៅផ្ទះទេប្រយ័ត្នមានក្រុមមនុស្សចាក់រុកឆ្កឹះឆ្កៀពីបញ្ហាអ្វីមួយធ្វើឲ្យរំខាននិងមានចំនួនវិវាទកោះតែងគ្នាជាមួយសត្រូវចាស់ហើយនឹងបង្កើនសត្រូវថ្មីហើយគេបែរជាលួចសាយចំអកដាក់មកវិញអញ្ចឹងអ្នកទាំងអស់គ្នាត្រូវប្រយ័ត្នមែនទែនសម្រាប់អ្នកដែលកើតឆ្នាំខាលក្នុងថ្ងៃនេះត្រូវប្រយ័ត្នចំពោះមនុស្សដែលគេចាក់រុកឆ្កឹះឆ្កៀឬក៏ពាក្យសម្ដីអ្វីមួយធ្វើឲ្យយើងមានបញ្ហាសត្រូវចាស់មិនតាន់ដោះស្រាយសត្រូវថ្មីក៏ថែមទៀតបាទគួរប្រយ័ត្នមែនទែនចំណែកកិច្ចការងារការប្រកបការងារទោះធ្វើអ្វីមួយក៏ដោយលោកអ្នកក៏បីមានការប្រយ័ត្នប្រយែងបន្តិចហើយត្រូវចងចាំថាទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយការបានឆ្លើយតបមកវិញនោះមិនជាទីគាប់ចិត្តប្រមាណទេក្នុងការងារដែលយើងបានធ្វើបែរថាយើងធ្វើខំប្រឹងណាស់តែលទ្ធផលបានទៅវិញមិនសូវល្អទេក្នុងថ្ងៃហ្នឹងអញ្ចឹងយើងល្មមបានហើយការធ្វើចំនួនជួញដូរអ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកម្មរកុសច្រើនប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យចាស់ពេញអាកាសវាហាឧបទ្រពទាំងរៃទាំងពួងនិងវិនិច្ឆ័យជាអហោសកម្មអស់ហើយការធ្វើចំនួនជួញដូរពេញដៃពេញជើងឡើងវិញ
បាទពេលព្រឹកមិនសូវល្អទេតែបានពេលថ្ងៃអញ្ចឹងព្រលឹមឡើងយើងតមកតមកឬក៏មុំមកច្រើនពេកយើងធ្វើទឹកមុខស្រស់ស្រាយដើម្បីទទួលនូវសេរីសុខស្ដីពេលថ្ងៃនឹងមានលៀបចូលមកវិញហើយចំណែកបញ្ហាស្នេហាសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលបដូរផ្លាស់ព្រោះជួនត្រូវវាយគ្នាជួនទាស់តែងគ្នាបាទវាចានក្នុងរាវវាគង់តែប៉ះទង្គិចគ្នាទេគាត់ថាយើងចេះយោគយល់អត់ជាស្រ័យឲ្យគ្នាទៅវិញទៅមកទៅវាជារឿងល្អអានេះសម្រាប់អ្នកដែលកើតឆ្នាំខាលបាទជាចុងក្រោយនេះក៏សូមប្រតិពរជ័យសិរីសួស្តីជ័យជាមង្គលដល់បងប្អូនដែលកើតនៅឆ្នាំខាលរិស័យមធ្យមនៅក្នុងវេលាឱកាសពេលនេះឲ្យបានសម្រេចនៅអ្វីៗដែលបងប្អូនបងប្រាថ្នាយ៉ាងណាសូមបានសម្រេចដោយសេចក្តីប្រាថ្នាហើយកុំភ្លេច share វីដេអូនេះដាក់លេខ858និងស្លៀកពាក់ពណ៌ក្រហមឬពណ៌សដើម្បីជាពណ៌នាំសំណាងដូចតទៅបានបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំថោះរាសីនៅថ្ងៃស្អែកនេះគឺមិនឡើងហើយក៏មិនចុះដែរគឺមធ្យមបានរាសីមធ្យមចឹងបន្ថែមអំពីរាសីមធ្យមរបស់បងប្អូនទៀតគឺមានលេខសំណាងរបស់បងប្អូនគឺ399បាទហើយពណ៌សំណាងដែលធ្វើឲ្យយើងមានតិចជាអំណាចរដ្ឋីខ្លាំងក្លានោះគឺពណ៌លឿងបាទអញ្ចឹងសូមបងប្អូនដែលកើតនៅឆ្នាំថោះនៅថ្ងៃស្អែកនេះសូមខមមិនលេខ399ហើយសម្លៀកបំពាក់ដែលយើងស្លៀកពាក់នៅថ្ងៃស្អែកគឺពណ៌លឿងដើម្បីជាពណ៌ហុងស៊ុយកែប្រែពីមធ្យមទៅជាល្អខ្លាំងបាទដើម្បីជួយលើករាសីរបស់យើងនៅពេលដែលយើងធ្វើដំណើរទៅចរចាកិច្ចការអ្វីមួយដើម្បីជាទំនិញទិញលក់ឬក៏ទៅលក់ដីឡូឬក៏ទៅចរចាកុងត្រាអ្វីមួយគឺយើងត្រូវប្រើពណ៌លឿងបាទដើម្បីទៅនិយាយជាមួយគេបង្កើនរាសីរបស់យើងឲ្យបានរឹតតែល្អថែមទៀតចឹងសូមបងប្អូនរងចាំស្ដាប់ដូចតទៅបាទឆ្នាំថោះសម្រាប់បងប្អូនដែលកើតឆ្នាំថោះនៅក្នុងថ្ងៃនេះឆ្នាំថោះធាតុឈើពងមនុស្សស្រីរាសីថ្ងៃនេះគឺល្អមធ្យមបាទចំណែកការរស់នៅសប្តាហ៍ថ្ងៃនេះចំពោះថ្ងៃនេះដែរលោកអ្នកតើតែចង់ចាំថាមានមកហើយត្រូវតែមានត្រឡប់ទៅវិញហើយក៏ត្រឡប់មកវិញទៀតដោយនេះឃើញថាអ្វីៗមិនទៀងទាត់អានេះបើមានបញ្ហារឿងរ៉ាវត្រូវតស៊ូអត់ធ្មត់ទើបជាការល្អបំផុតចឹងមិនថាមានរឿងរ៉ាវអ្វីក៏ដោយល្អអាក្រក់យ៉ាងណាគួរតែចេះអត់ធ្មត់នឹងការងារឬក៏ខំមុតខំកសង្កត់ចិត្តបន្តិចទៅថ្ងៃនេះអាចនឹងមានបញ្ហាបើសិនណាជាយើងធ្វើការអ្វីមួយដោយមិនបានពិចារណាការងារប្រចាំថ្ងៃនៅថ្ងៃនេះការប្រកបការងារចូលប្រយ័ត្នប៉ះទង្គិចសម្ដីជាមួយនឹងក្រុមមនុស្សដែលនៅក្បែរខ្លួនចឹងមុនយើងនិយាយស្ដីឬក៏ធ្វើអ្វីមួយគួរតែប្រយ័ត្នប្រយែងមែនទែនចំពោះអ្នកក្បែរខ្លួនគេអាចនឹងយកសម្ដីយើងទៅប្រាប់អ្នកផ្សេងឬក៏អាចនឹងធ្វើឲ្យមានបញ្ហាដល់ខ្លួនយើងការធ្វើចំនួនជួញដូរប្រកបរបររកស៊ីលោកអ្នកជួបរឿងខ្វល់ខ្វាយច្រើនព្រោះតែការងារជួញដូរទីចិត្តឆ្ងាយមិនសូវសមប្រកបច្រើនអង្គុយស្ងាត់ឬដកដង្ហើមចោលច្រើនជាងការធ្វើដំណើរទៅជិតឆ្ងាយចូលប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយចំណែកបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលផ្លាស់ប្ដូរព្រោះជួនផ្អែមល្ហែមជួនពាក់មុខយៈដាក់គ្នាបាទស្គាល់ថាបងប្អូនយើងយល់ពីដំណើរជីវិតរបស់យើងនៅក្នុងថ្ងៃនេះអញ្ចឹងគួរតែប្រយ័ត្នប្រយែងមែនតើចំពោះអ្នកដែលកើតឆ្នាំថោះជាចុងក្រោយនេះខ្ញុំបាទសូមសិទ្ធិពរជ័យសិរីសួស្តីជ័យមង្គលដល់បងប្អូនប្រុសស្រីដែលកើតនៅឆ្នាំថោះរាសីមធ្យមនេះសូម share នៅវីដេអូនេះមួយដាក់លេខ399បាទដើម្បីជាលេខហុងស៊ុយយឹតយោងនៅរាសីរបស់យើងឲ្យកាន់តែល្អប្រសើរជាងអ្វីដែលយើងបានជួបបាទអញ្ចឹងមធ្យមអាចនឹងទៅជាល្អបាទហើយម្យ៉ាងទៀតកុំភ្លេចស្លៀកពាក់នៅព្រឹកថ្ងៃស្អែកនេះគឺពណ៌លឿងដើម្បីទៅសម្រេចកិច្ចការចរចានិយាយស្ដីទៅលើរឿងរ៉ាវអ្វីមួយនឹងបានសម្រេចដូចសេចក្តីប្រាថ្នាហើយបន្ទាប់អំពីឆ្នាំថោះនេះទៅយើងបន្តទៅឆ្នាំរោងបន្ថែមទៀតបាទសូមអរគុណច្រើនបាទសម្រាប់បងប្អូនដែលកើតឆ្នាំរោងនៅថ្ងៃស្អែកនេះគឺរាសីមិនឡើងហើយក៏មិនចុះដែរបាទគឺរាសីមធ្យមបាទសម្រាប់បងប្អូនដែលកើតឆ្នាំរោងនៅថ្ងៃស្អែករាសីមធ្យមនេះគឺតែងតែប្រកបការងារអ្វីៗបានរលូនដូចសពមួយដងអញ្ចឹងតែអ្វីដែលពិសេសនោះគឺបងប្អូនត្រូវតែ comment លេខ374 734បាទសំទោស
បាទ734ហើយសម្លៀកបំពាក់ពណ៌មាសបាទនៅថ្ងៃស្អែកហ្នឹងបាទ comment លេខ734គឺជាលេខនាំសំណាងហើយយើងស្លៀកពាក់ពណ៌មាសគឺជាពណ៌ដែលនាំងើហេងបាទមានន័យថារិស័យមធ្យមអាចធ្វើឲ្យរិស័យយើងទៅជាល្អបាទវាល្អវាហួសពីមធ្យមទៅគឺល្អហើយបាទអញ្ចឹងកុំភ្លេច comment លេខ734និងស្លៀកសម្លៀកបំពាក់ពណ៌មាសមុននឹងចេញដំណើរទៅទីឆ្ងាយឬក៏ទៅចរចារឿងកិច្ចការអ្វីមួយដើម្បីសម្រេចនៅគោលបំណងរបស់យើងបាទបើសិនណាជាយើងមិនបានធ្វើដូច្នេះទេរិស័យរបស់យើងមធ្យមហើយតែយើងមិនបានថាបន្ថែមនៅរិទ្ធអំណាចសង្កត់ទៅលើសត្រូវរបស់យើងឬក៏ទៅចរចាជាមួយដៃគូរបស់យើងឲ្យមានរិទ្ធិអំណាចឲ្យគេខ្លោបខ្លាចឬក៏មើលមកយើងមានដូចជាល្អនោះទេគឺវាពិបាកក្នុងការដោះស្រាយរឿងហ្នឹងណាអញ្ចឹងបានសូមឲ្យបងប្អូនហ្នឹង comment លេខ734និងស្លៀកសម្លៀកបំពាក់ពណ៌មាសដើម្បីនឹងទៅចរចាសម្រាប់នៅសេចក្តីប្រាថ្នារបស់បងប្អូននៅថ្ងៃស្អែកនេះបាទអញ្ចឹងសូមរងចាំស្ដាប់ដូចតទៅបាទបងប្អូនដែលកាត់ឆ្នាំរោងបាទនេះនៅក្នុងថ្ងៃនេះដែរឆ្នាំរោងធាតុមាសពងទេវតាប្រុសរិស័យថ្ងៃនេះល្អមធ្យមការរស់នៅប្រចាំថ្ងៃសម្រាប់ថ្ងៃនេះបាទនៅក្នុងសប្តាហ៍នេះសម្រាប់បរិះកាត់ឆ្នាំរោងចាប់ផ្ដើមទទួលរងប៉ះពាល់ខ្លាំងមិនថាជាកិច្ចការងារឬសូម្បីតែសម្ពាធប្រកាសជាដើមក្រៅពីនេះសុខភាពនិងសេចក្តីស្នេហាក៏លេចចេញជាបញ្ហាមិនល្អដូចគ្នាបាទអញ្ចឹងនៅកាត់ឆ្នាំរោងនៅក្នុងថ្ងៃនេះដែរគឺមិនសូវល្អទេបាទអញ្ចឹងគួរតែមានការប្រុងប្រយ័ត្នមែនទែនទាំងបញ្ហាសុខភាពទាំងទំនាក់ទំនងស្នេហាចំពោះកិច្ចការងារវិញបើមានឧបសគ្គហើយការពីមុនមកទទួលផលលំបាកក្នុងការដោះស្រាយពេលនេះបើព្យាយាមពុះពៀក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្តបាទនៅពេលដែលយើងមានបញ្ហាពីមុនមកយើងទើបនឹងមកដោះស្រាយគួរដោះស្រាយនៅថ្ងៃនេះក៏បានដែរបាទវាអាចនឹងផ្ដល់ផ្លែផ្កាឬក៏ជាដំណោះស្រាយមួយល្អសម្រាប់យើងនៅក្នុងថ្ងៃនេះអញ្ចឹងសង្ឃឹមថាអាចនឹងដោះស្រាយបាននៅក្នុងថ្ងៃនេះការធ្វើចំនួនជួញដូរអ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសមម្ល៉េះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្ដាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកបអញ្ចឹងនៅក្នុងការធ្វើចំនួនជួញដូរលោកអ្នកដាក់ទុនតិចច្រើនក៏ដោយគួរសម្លឹងមើលទៅលើមនុស្សឬក៏ទៅលើថវិការបស់យើងបើសិនណាជាការដែលយើងធ្វើរាល់ថ្ងៃហ្នឹងវាកើនបាទវាកើនចំណូលអញ្ចឹងយើងគួរតែដាក់ទៅតែក្នុងការដាក់យើងត្រូវប្រយ័ត្នប្រយែងមើលមនុស្សផងអ្នកខ្លះល្អតែមុនដំបូងទៀតក្រោយមកក៏មានបញ្ហាមកយើងអញ្ចឹងណាបាទចំណែកបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមរមនានិងមានភាពផ្អែមល្ហែមគួរសមមិនជាបញ្ហាអ្វីទេនៅក្នុងថ្ងៃនេះបាទទោះបីនិយាយស្ដីខុសឆ្គងបន្តិចបន្តួចក៏មិនសូវជាបញ្ហាដែរសម្រាប់អ្នកដែលកើតឆ្នាំរោងក្នុងថ្ងៃនេះបាទជាចុងក្រោយនេះក៏សូមជូនពរប្រសិទ្ធពរជ័យសិរីសួស្តីជ័យយាមង្គលដល់បងប្អូនដែលកើតនៅឆ្នាំរោងនៅថ្ងៃស្អែកនេះសូមប្រកបការងារអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាកុំភ្លេច share វីដេអូនេះមួយដាក់លេខ734ហើយមុននឹងចេញដំណើរទៅជួបនរណាម្នាក់ឬក៏ប្រកបកិច្ចការងារអ្វីមួយសូមកុំភ្លេចស្លៀកសម្លៀកបំពាក់ពណ៌មាសដើម្បីជាការលើកហុងស៊ុយឬក៏លើករាសីរបស់យើងឲ្យកាន់តែល្អប្រសើរមានរិទ្ធីទៅជះឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងបាទអញ្ចឹងសូមធ្វើតាមខ្ញុំអ្វីដែលខ្ញុំប្រាប់ទៅនឹងប្រកបទៅដោយសេចក្តីជោគជ័យនិងសមតាមបំណងប្រាថ្នាដូចតទៅបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំម្សាញ់រាសីនៅថ្ងៃស្អែកនេះគឺមិនល្អទេបាទគឺស្រុតចុះតែម្ដងតែកុំបារម្ភអីជាមួយនឹងរាសីស្រុតចុះយើងក៏មានលេខនាំសំណាងនិងពណ៌សំណាងដើម្បីยึดយោងរាសីរបស់បងប្អូនពីស្រុតចុះមកមធ្យមបានអញ្ចឹងបងប្អូនដែលកើតនៅឆ្នាំម្សាញ់សូម comment លេខ854ជាលេខនាំសំណាងហើយនឹងស្លៀកសម្លៀកបំពាក់ពណ៌សបាទជាពណ៌តិចឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងជាពណ៌កែពីគ្រោះមកលាបសំណាងវិញអញ្ចឹងសូមបងប្អូន comment លេខ854ពេលព្រលឹមឡើងថ្ងៃស្អែកបងប្អូនស្លៀកសម្លៀកបំពាក់ពណ៌សមុនចេញដំណើរទៅទីឋាននានានិយាយស្ដីអ្វីជាមួយនឹងដៃគូឬក៏ចរចាកងត្រាអ្វីមួយបាទសូមរងចាំស្ដាប់ដូចតទៅបាទឆ្នាំម្សាញ់សម្រាប់លោកអ្នកដែលកាត់ឆ្នាំម្សាញ់ធ
ធាតុភ្លើងពងមនុស្សប្រុសនៅក្នុងថ្ងៃនេះដែរការរស់នៅប្រចាំថ្ងៃសម្រាប់នៅក្នុងថ្ងៃនេះលោកអ្នកគួរតែរៀបចំការងារឲ្យហើយឬក៏ធ្វើការងារដែលសេះសល់ពីមុនមកទើបធ្វើឲ្យផលអាក្រក់ទាំងឡាយមិនចូលមកយាយីនៅក្នុងសន្តានចិត្តរបស់បងប្អូនបានចឹងយើងធ្វើឲ្យហើយទៅក្នុងថ្ងៃហ្នឹងចំណែកកិច្ចការងារវិញបើស្ត្រីលោកអ្នកគួរតែសម្រុកធ្វើការងារឲ្យពេញដៃពេញជើងផងដែរទៅពីព្រោះថាផលល្អតែចាំហុចមកវិញជានិច្ចបើទោះបីជាយ៉ាងណាសម្រាប់បរិះវិញចូលប្រយ័ត្នប្រយែងបញ្ហាសុខភាពបន្តិចផងពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសពមួយដងបាទសរុបសេចក្តីទៅក្នុងថ្ងៃហ្នឹងគឺចង់និយាយចាមនុស្សស្រីដែលធ្វើការងារណាដែលមិនទាន់ហើយគួរតែសម្រុកធ្វើឲ្យហើយទៅនៅក្នុងថ្ងៃហ្នឹងហើយម្យ៉ាងទៀតមនុស្សប្រុសគួរតែប្រយ័ត្នប្រយែងបញ្ហាសុខភាពផងព្រោះវាអាចនឹងមានផលវិបាកបាទអញ្ចឹងនៅក្នុងថ្ងៃហ្នឹងគួរតែប្រយ័ត្នប្រយែងយ៉ាងមែនតើចំណែកការធ្វើចំនួនជួញដូររកស៊ីវិញគឺមានការជួបផលលំបាកជាច្រើនបាទចំណូលបានតិចកម្រៃទៀតសតក៏អត់បានទៀតអញ្ចឹងការរកចំណូលនៅក្នុងថ្ងៃហ្នឹងអ្នកទាំងអស់គ្នាគួរតែប្រយ័ត្នប្រយែងមែនទែនបាទស្ទើរតែមិនរួចខ្លួនឬក៏ចូលដើមទៅវិញអញ្ចឹងយើងគួរតែកុំរកស៊ីបដាក់ទុនឬក៏ធ្វើអ្វីធំដុំយើងអាចរកបានប៉ុណ្ណាយកប៉ុណ្្នឹងសិនទៅបញ្ហាស្នេហាសេចក្តីស្នេហាកំឡោះក្រមុំកុំលេងមេះម៉ោះច្រើននាំកើតចំនួនវិវាទប៉ុណ្ណោះបាទតែកាលណាយើងនិយាយច្រើនរឿងច្រើនអញ្ចឹងគួរតែជៀសវាងការនិយាយច្រើនគួរតែអាចសង្កេតមួយគ្នាមកពេលក៏បានដើម្បីជៀសផុតពីរឿងមានផលអាក្រក់ឬក៏ចំនួនទាស់តែងគ្នាបាទសម្រាប់អ្នកដែលកើតឆ្នាំម្សាញ់ក្នុងថ្ងៃហ្នឹងគួរតែប្រយ័ត្នប្រយែងឲ្យមែនតើបាទជាចុងក្រោយនេះក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យយាមង្គលដល់បងប្អូនដែលកើតឆ្នាំម្សាញ់រាសីមិនល្អនៅថ្ងៃនេះសូមឲ្យមានជោគវាសនាល្អកុំភ្លេច share វីដេអូនេះដាក់លេខ854និងមុននឹងចេញដំណើរទៅទីឋាននានានៅថ្ងៃស្អែកសូមស្លៀកសម្លៀកបំពាក់ពណ៌សដែលជាអាវដេកជះឈ្នះអស់មារសត្រូវទាំងឡាយទាំងពួងកែប្រែពីគ្រោះមកជាលាភវិញបាទសូមសេចក្តីប្រាថ្នារបស់បងប្អូននៅថ្ងៃស្អែកបានសម្រេចដូចសេចក្តីប្រាថ្នាបានសម្រាប់បងប្អូនដែលកើតនៅឆ្នាំមមីរាសីនៅថ្ងៃស្អែកនេះគឺរាសីមធ្យមបាទមិនឡើងហើយក៏មិនចុះគឺរាសីមធ្យមបន្ថែមអំពីរាសីមធ្យមនេះទេគឺយើងមានលេខនាំសំណាងជាលេខងៅហេងជាមួយនឹងអាយដេកដែលយើងពាក់ទៅតាមពណ៌ដែលបរណាចារ្យលោកបានចងក្រងទុកមកដើម្បីលើកពីមធ្យមទៅជាល្អបាទអញ្ចឹងលេខនាំសំណាងរបស់បងប្អូនគឺលេខ369បាទលេខ369មុននឹងចេញដំណើរទៅណាទៅណីសូមបងប្អូនពាក់នៅអាវពណ៌កគីឬក៏ពណ៌ស្លាទុំបាទបងប្អូនស្គាល់ណាពណ៌កគីឬពណ៌ស្លាទុំហ្នឹងបើថាអត់ស្គាល់ពណ៌ស្លាទុំវាមិនទៅមើលផ្លែស្លាដែលទុំហ្នឹងទៅបាទអញ្ចឹងសូមបងប្អូនខមមិនលេខ369គឺជាលេខនាំសំណាងលេខហុងស៊ុយលេខបន្ថែមនៅសំណាងរបស់យើងពីមធ្យមទៅល្អបូករួមជាមួយនឹងអាយដេកពណ៌កគីឬក៏ពណ៌ស្លាទុំដែលយើងមុននឹងចេញដំណើរទៅទីឋាននានានិយាយកិច្ចការងារអ្វីប្រកបទៅដោយភាពជោគជ័យរលូនដែលអ្នកផងមើលមកយើងនឹងគឺមានฤទ្ធិអំណាចអស្ចារ្យក្រៃបាទនិយាយស្ដីទៅកាន់គេគឺមានសម្ដីផ្អែមល្ហែមពីរោះអ្នកផងជាដៃគូឬក៏ដៃគូសហការរស៊ីហ្នឹងគឺតែងតែធ្វើតាមបំណងរបស់យើងឬក៏យល់ស្របទៅតាមអ្វីដែលយើងចង់បានអញ្ចឹងសូមរងចាំស្ដាប់ដូចតទៅបានឆ្នាំមមីសម្រាប់លោកអ្នកដែលកើតឆ្នាំមមីធាតុភ្លើងពងទេវតាស្រីរាសីថ្ងៃនេះល្អជាមធ្យមការនៅប្រចាំថ្ងៃសម្រាប់ថ្ងៃនេះដំណើរការចាក់ចេញពីក្រៅផ្ទះលោកអ្នកបើមានរឿងរ៉ាវជាមួយអ្នកដទៃមិនគួរក៏បីយកកំហឹងទល់កំហល់ឡើយពីព្រោះបើពំនោះនាំឲ្យខាតបង់ផលប្រយោជន៍អ្វីមួយមកវិញប៉ុណ្ណោះបាទសម្រាប់អ្នកដែលកាត់ឆ្នាំមមីការធ្វើដំណើរចាក់ចេញទៅទីខាងក្រៅឬក៏នៅក្នុងគេហដ្ឋានក៏ដោយក៏មិនគួរក៏បីនឹងមានចំនួនប៉ះពាល់ជាមួយនឹងអ្នកជិតខាងឬអ្នកដទៃឡើយព្រោះថាថ្ងៃហ្នឹងរាសីយើងមធ្យមតែវាមិនល្អទេបើសិនណាជាយើងមានបញ្ហាប៉ះពាល់ដល់អ្នកដទៃអាចនឹងខាតប្រយោជន៍របស់យើងអញ្ចឹងយើងគួរតែជៀសវាងល្អជាងចំពោះកិច្ចការងារនៅថ្ងៃនេះដែរទោះលោកអ្នកធ្វើអ្វីមួយមិនក៏បីមានការលុបលន់នោះទេបើពុំដូច្នោះប្រកាសជាជួបផលលំបាកអ្វីមួយយ៉ាងជាក់លាក់ពំខានអញ្ចឹងយើងកុំលុបលន់ខ្លាំងពេកធ្វើអ្វីមួយទៅតាមលំអានធម្មតាទៅតាមមានតាមបានដូចយើងធ្វើរាល់ថ្ងៃអញ្ចឹងណាតែក៏មានភាពលុបលន់ឬក៏កេងប្រវ័ញ្ចរបស់អ្នកដទៃ
ការធ្វើចំនួនជួញដូរចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញហើយទៀតសោតក៏តែងតែការងារដែលយើងបានធ្វើក្នុងថ្ងៃនេះបានហុចផលកម្រៃជាជាងរាល់ដងបញ្ហាស្នេហាគូស្នេហ៍កំឡោះក្រមុំចូលប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទី3ចូលមកលុកឡំបាទចឹងយើងប្រយ័ត្នបន្តិចមកយកបាត់ណារឿងប្រពន្ធរឿងស្រីស្នេហ៍របស់យើងហ្នឹងយើងប្រយ័ត្នប្រយែងទៅការពារឬក៏មើលថែតិចទៅណាចំពោះអ្នកដែលកើតឆ្នាំមមីបាទជាចុងក្រោយនេះក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យយាមង្គលដល់បងប្អូនប្រុសស្រីដែលកើតនៅឆ្នាំមមីថ្ងៃស្អែករាសីមធ្យមនេះសូមកុំភ្លេច share នៅវីដេអូនេះមួយដាក់លេខ369ហើយមុននឹងចេញដំណើរទៅទីឋាននានានៅព្រឹកថ្ងៃស្អែកនេះសូមស្លៀកពាក់នៅពណ៌កូគីឬក៏ពណ៌ស្លាទុំដើម្បីជាអាយតេជះលើករាសីរបស់យើងពីមធ្យមទៅជាល្អដើម្បីឲ្យអ្នកផងឬក៏ភាគីដៃគូនឹងមើលមកយើងមានរទ្ធីអំណាចខ្លាំងក្រៃបាទហើយនិយាយស្ដីទៅកាន់អ្នកណាអ្នកនោះគោរពធ្វើតាមគឺយល់ស្របនៅលើនៅអ្វីដែលយើងចង់បានបាទសូមធ្វើតាមអ្វីដែលខ្ញុំបានប្រាប់នេះកុំភ្លេច share វីដេអូនេះដាក់លេខ369លោកអ្នកនឹងបានសម្រេចដោយសេចក្តីប្រាថ្នាបានបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំមមេរាសីនៅថ្ងៃស្អែកនេះគឺមិនឡើងហើយក៏មិនចុះដែរបាទគឺរាសីមធ្យមបាទបន្ថែមពីរាសីមធ្យមនេះដែរគឺមានលេខសំណាងសម្រាប់ញាតិយោងបងប្អូនឲ្យពីមធ្យមទៅជាល្អនោះគឺលេខ1 3ដងបាទ111អញ្ចឹងសូមបងប្អូនដែលកើតនៅឆ្នាំមមេសូមខមមិនលេខ111នេះហើយនឹងពេលព្រឹកឡើងសូមពាក់អាវនៅពណ៌ទឹកក្រូចបាទមុននឹងចេញដំណើរទៅទីឋាននានាឬក៏និយាយកិច្ចការងារអ្វីមួយទិញដូរលក់ចេញឬក៏កុងត្រាក្រុមហ៊ុនឬក៏ដាក់ពាក្យប្រឡងមន្ត្រីរាជការអីហ្នឹងយ៉ាងណាសូមពាក់អាវពណ៌ទឹកក្រូចដើម្បីជាពណ៌ងៅហេងពណ៌អាវតេជះឈ្នះអស់មារសត្រូវទាំងឡាយទាំងពួងធ្វើឲ្យអ្នកដែលជាដៃគូរបស់យើងឬក៏សមាជិកនៅក្នុងទីនោះមើលមកយើងមកមានឫទ្ធិអំណាចមានពន្លឺនិយាយស្ដីទៅកាន់អ្នកដទៃគឺគេយល់ស្របយល់ព្រមនឹងធ្វើតាមអ្វីដែលយើងបានសន្សំពរគេនោះបាទអញ្ចឹងសូមកុំភ្លេច comment លេខ111ហើយនឹង share វីដេអូនេះទៅដាក់លេខ111នេះចេញទៅបាទសូមសម្ដាប់ដូចតទៅឆ្នាំមមេសម្រាប់លោកអ្នកដែលកាត់ឆ្នាំមមេធាតុមាសពងទេវតាសីរាសីថ្ងៃនេះល្អមធ្យមការរស់នៅប្រចាំថ្ងៃនៅក្នុងពេលនេះលោកអ្នកកើតឆ្នាំមមេដែលចូលខែនេះដួងចិត្តរាសីរបស់លោកអ្នកនៅល្អប្រសើរហើយទោះបីជាធ្វើអ្វីតែងតែជឿនលឿនទៅមុខសន្សំជានិច្ចបាទសម្រាប់ការងារប្រចាំថ្ងៃនៅក្នុងថ្ងៃនេះដែរចំពោះដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាត្រូវគេវាយប្រហារដូច្នេះក៏បីប្រយ័ត្នប្រយែងការងារដោយមិនត្រូវធ្វើឲ្យមានកំហុសច្រើនឡើយបាទប្រយ័ត្នតិចទៅការធ្វើចំនួនជួញដូរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ឯការជួញដូរទីចិត្តឆ្ងាយទៀតសោតកើតមានភាពរកម្មរកុសច្រើនបញ្ហាស្នេហាប្រុសស្រីគឺតែងតែកើតមានជារឿងរកម្មរកុសចិត្តនិងពិសេសចង់ចាញ់ឈ្នះគ្នាបាទអញ្ចឹងយើងត្រូវចេះយល់ចិត្តគ្នាតិចទៅសម្រាប់ឆ្នាំមេថ្ងៃនេះគួរតែមានការប្រយ័ត្នប្រយែងឲ្យមែនតើបាទជាចុងក្រោយនេះក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យយាមង្គលដល់បងប្អូនដែលកើតនៅឆ្នាំមមេនេះសូមឲ្យប្រកបទៅនឹងសេចក្តីសុខសេចក្តីចម្រើនប្រាថ្នាអ្វីបានសម្រេចដោយសេចក្តីប្រាថ្នាកុំភ្លេច share នៅវីដេអូនេះដាក់លេខ111ហើយមុននឹងចេញដំណើរទៅទីឋាននានាស្លៀកពាក់សម្លៀកបំពាក់ពណ៌ទឹកក្រូចបាទមុននឹងនិយាយស្ដីឬក៏ចុះកុងត្រាទិញដូរលក់ចេញនឹងយ៉ាងណាសូមពាក់អាវពណ៌ទឹកក្រូចសូមឲ្យប្រកបនៅសេចក្តីសុខសេចក្តីចម្រើនប្រាថ្នាអ្វីបានសម្រេចដោយសេចក្តីប្រាថ្នាបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំវោកបាទរាសីនៅថ្ងៃស្អែកនេះគឺខ្ពស់ត្រដែតតែម្ដងបាទប្រាថ្នាអ្វីបានសម្រេចដោយសេចក្តីប្រាថ្នាបន្ថែមពីលើរាសីនេះទៀតដែរគឺយើងមានលេខសំណាងដើម្បីជួយជ្រោមជ្រែងឲ្យបងប្អូនបានសម្រេចកាន់តែល្អប្រសើរជាងនោះទៀតនោះគឺលេខសំណាង284អញ្ចឹងសូមបងប្អូនកុំភ្លេច comment លេខ284ហើយ share វីដេអូនេះចេញទៅដាក់លេខ284ដើម្បីជា
លេខហុងស៊ុយលេខនាំសំណាងធ្វើឲ្យបងប្អូនប្រកបការងារអ្វីៗបានសម្រេចបន្ថែមពីលើជោគជតារាសីរបស់យើងទៀតបាទរួមផ្សំជាមួយនឹងពណ៌សំណាងគឺពណ៌ផ្ទៃមេឃបាទហៅថាអាវតេជះឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងនៅពេលដែលថ្ងៃស្អែកនេះបងប្អូនចរចេញយាត្រាធ្វើដំណើរទៅទីឋានណាសូមឲ្យបងប្អូនប្រកបទៅនឹងសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលាប្រាថ្នាអ្វីៗបានសម្រេចដូចសេចក្តីប្រាថ្នាបើសិនណាជាបងប្អូនធ្វើតាមអ្វីដែលខ្ញុំប្រាប់នេះគឺបងប្អូនទទួលបាននូវលាភសំណាងយុស័កបុណ្យស័កឬក៏និយាយស្ដីទៅកាន់អ្នកដទៃតែងតែធ្វើឲ្យបងប្អូនប្រកបទៅដោយជ័យជំនះគ្រប់ពេលវេលាទាំងអស់បានសូមស្ដាប់ដូចតទៅឆ្នាំវោកសម្រាប់បងប្អូនដែលកើតឆ្នាំវោកធាតុដែកពងយៈប្រុសរិស័យថ្ងៃនេះឡើងខ្ពស់ត្រដាច់តែម្ដងលោកអ្នកឈានចូលមកដល់ថ្ងៃនេះនឹងបានរួចផុតពីសេចក្តីសៅហ្មងទាំងឡាយដែលធ្លាប់កើតមានពីពេលមុនមកខណៈពេលនេះដែរលាភសំណាងរបស់លោកអ្នកនឹងកើតមានឡើងវិញដែលធ្វើឲ្យលោកអ្នករីករាយបើជាអ្នកប្រកបមុខរបររកស៊ីវិញរកស៊ីផលចំណេញដែលទទួលបានអាចនឹងសន្សំទុកដាក់បានច្រើនចំណែកបញ្ហាស្នេហាតែងមានចំណងមេត្រីភាពគ្នាយ៉ាងល្អិតល្អន់សិតរមុតតែម្ដងបាទអញ្ចឹងឆ្នាំវោកថ្ងៃនេះគឺល្អមែនតើបាទលៀបជ័យហូរចូលគ្រប់ទិន្ទិវារាត្រីមកសម្រាប់ថ្ងៃនេះអញ្ចឹងបងប្អូនដែលកាត់ឆ្នាំវោកក្នុងថ្ងៃនេះគួរតែស្រស់ស្រួលឬក៏បញ្ញបញ្ញាធ្វើការងារទាំងពួងដែលយើងថាប្រុងនឹងធ្វើនោះឲ្យហើយនៅថ្ងៃនេះតែម្ដងតែនេះសម្រាប់អ្នកដែលកាត់ឆ្នាំវោកបើជាចុងក្រោយនេះសូមសិទ្ធិពរជ័យសិរីសួស្តីជ័យជំនះគោដល់បងប្អូនប្រុសស្រីទាំងអស់ដែលកើតនៅឆ្នាំវោករាសីខ្ពស់នៅក្នុងវេលាឱកាសថ្ងៃស្អែកនេះសូមប្រកបការងារអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាកុំភ្លេច share វីដេអូនេះចេញទៅដាក់លេខ284សូមឲ្យសំណាងល្អគ្រប់ទិន្ទិវារាត្រីបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំរការាសីនៅថ្ងៃស្អែកនេះមិនល្អទេសម្រាប់បងប្អូនគឺស្រុតចុះយ៉ាងខ្លាំងតែម្ដងតែកុំបារម្ភអីជាមួយនឹងរាសីស្រុតចុះគឺយើងបានធ្វើនៅលេខសំណាងបាទយើងមានលេខសំណាងដើម្បីយឹតយើងនៅរាសីរបស់យើងឲ្យល្អប្រសើរឡើងមកវិញជាមួយនឹងពណ៌នៃអាយតេជះឈ្នះអស់មេស្ត្រីទាំងឡាយទាំងពួងបានលេខសំណាងរបស់បងប្អូននៅថ្ងៃស្អែកនេះគឺលេខ671បាទសម្រាប់បងប្អូនដែលកើតឆ្នាំរការាសីមិនល្អនៅថ្ងៃស្អែកនេះសូម comment លេខ671ហើយសូម share វីដេអូនេះដាក់លេខ671រួមជាមួយនឹងពណ៌សំណាងដែលបងប្អូនព្រឹកឡើងមុននឹងចេញដំណើរទៅទីឋាននានានិយាយស្ដីការងារមន្ត្រីរាជការទិញចូលលក់ចេញឬក៏ប្រឡងមន្ត្រីរាជការកលាបញ្ជីអីហ្នឹងយ៉ាងណាសូមពាក់អាវពណ៌ប្រផេះបាទជាអាវតេជះឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងដើម្បីកែប្រែវាសនារបស់បងប្អូនពីគ្រោះមកជាលាភវិញអញ្ចឹងបងប្អូនកុំភ្លេច comment លេខ671ជាលេខសំណាងហើយនឹង share វីដេអូនេះចេញទៅដាក់លេខ671បន្ទាប់មកបងប្អូនព្រឹកឡើងមុននឹងចេញដំណើរទៅទីឋាននានានិយាយស្ដីកិច្ចការងារមន្ត្រីរាជការនឹងយ៉ាងណាសូមកុំភ្លេចពាក់អាវពណ៌ប្រផេះមុននឹងចេញដំណើរទៅសូមរងចាំស្ដាប់ដូចតទៅបាទឆ្នាំរកាសម្រាប់បងប្អូនដែលកើតឆ្នាំរកាធាតុដែកពងយៈប្រុសនៅក្នុងថ្ងៃនេះរាសីស្រុតចុះយ៉ាងតដាច់តែម្ដងបាទមិនសូវល្អទេដែលកើតឆ្នាំរកានៅថ្ងៃនេះដំណើរជីវិតប្រចាំថ្ងៃនៅក្នុងថ្ងៃនេះដែរដំណើរជីវិតរបស់លោកអ្នកមិនល្អទេម្ល៉េះហើយបើចង់ធ្វើអ្វីមួយសំខាន់បើពន្យាពេលបានក៏ល្អប្រសើរដែរបាទមិនថាទៅទីណាកុងត្រាឬក៏ទៅធ្វើអីទេឬក៏យើងចេញដំណើរទៅណាក៏ដោយបើសិនថ្ងៃហ្នឹងមិនអាចទៅបាននេះកុំទៅព្រោះវារិស័យមិនល្អទៅក៏អត់បានផលដែរអាចនឹងមានបញ្ហាដល់ខ្លួនទៀតព្រមទាំងអ្នករួមដំណើរជាមួយបាទអញ្ចឹងយើងក៏បានតន្ត្រីក្នុងថ្ងៃហ្នឹងណាចំណែកកិច្ចការងារដែលឡាយនៅក្នុងថ្ងៃនេះវិញការប្រកបការងារតែមានបញ្ហារាំងស្ទះហើយពិសេសអាចមានកំណត់ពាក្យសម្ដីជាមួយនឹងមនុស្សក្បែរខ្លួនបន្តិចបន្តួចផងការងាររាំងស្ទះធ្វើអីក៏មិនបានទៅដល់កន្លែងធ្វើការស្មុគស្មាញពេលខ្លះអាចនឹងចាស់កំហឹងទៅដល់លឿនអ្នកចិត្តខ្លួនទៀតអញ្ចឹងវាជាបញ្ហាមួយដែលធ្វើឲ្យលោកអ្នកមានផលប៉ះពាល់សតិអារម្មណ៍យ៉ាងច្រើនអញ្ចឹងបើសិនជាអាចយើងគួរតែកុំប្រើពាក្យសម្ដីឬក៏មិនចេញទៅធ្វើការទេថ្ងៃហ្នឹងយើងនៅផ្ទះតែម្ដងទៅជុំកូនប្រពន្ធឬបងប្អូននិយាយគ្នាលេងទៅបើយើងទៅមានតែការថ្នាំងថ្នាក់ឬក៏អន់ចិត្តឬក៏មានបញ្ហាដល់អ្នកដទៃទៀត
ការធ្វើចំនួនជួញដូរនៅប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបាត់ដៃទៅទេត្រឡប់មកផ្ទះវិញបាទយើងរលមមទៅក្នុងថ្ងៃហ្នឹងបើសិនណាជាលោភលន់ពេកអាចនឹងខាតបង់ពេលខ្លះបាត់ទាំងដើមបាត់ទាំងចុងត្រឡប់មកផ្ទះវិញត្រូវមកអ្នកផ្ទះទៀតអត់មានលុយចូលផ្ទះអញ្ចឹងយើងត្រូវធ្វើអ្វីមួយគិតគូរពិចារណាឲ្យបានច្បាស់លាស់ថ្ងៃហ្នឹងបើសិនជាអាចកុំធ្វើអីឲ្យសោះបណ្ដោយថ្ងៃហ្នឹងបាទចាយតិចតួចបានចំណែកបញ្ហាស្នេហាវិញសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមានការបង្កការថ្នាំងថ្នាក់និងភាពនឿយណាយផ្លូវចិត្តច្រើនបាទនៅពេលដែលម្នាក់មានភាពគេហៅថាបង្ងើយកតាយឬក៏អស់សង្ឃឹមឬក៏ធុញថប់នៅក្នុងអារម្មណ៍มันមានសម្ព័ន្ធភាពស្នេហាជាមួយគ្នាឬក៏ភាពស្និទ្ធស្នាលជាមួយគ្នាទេអញ្ចឹងវាអាចមានការសោះអង្គុយដាក់គ្នាបន្តិចបន្តួចដែរតែក៏មិនជាបញ្ហាអ្វីទេនៅថ្ងៃស្អែកអ្នកទាំងលោកអ្នកនឹងបានភាពរីករាយសប្បាយវិញហើយបាទឲ្យតែមានថ្ងៃស្អែកនៅរះយើងត្រូវតែមានសង្ឃឹមអញ្ចឹងសម្រាប់អ្នកដែលកើតឆ្នាំរកានៅថ្ងៃនេះគួរតែប្រយ័ត្នប្រយែងយ៉ាងមែនទែនបាទបាទជាចុងក្រោយនេះខ្ញុំបាទសូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យយមង្គលលើកទឹកចិត្តបងប្អូនដែលកើតឆ្នាំរកានៅថ្ងៃស្អែកនេះប្រកបការងារអ្វីបានសម្រេចដោយសេចក្តីប្រាថ្នាកុំភ្លេច share វីដេអូនេះចេញទៅដាក់លេខ671ជាលេខនាំសំណាងកាយប្រែជោគវាសនារបស់បងប្អូនពីគ្រោះមកលៀបហើយនឹងព្រឹកឡើងមុននឹងចេញដំណើរទៅទីឋាននានានិយាយស្ដីការងារមន្ត្រីរាជការទិញចូលលក់ចេញកុងត្រាដីធ្លីអីហ្នឹងយ៉ាងណាសូមកុំភ្លេចពាក់អាវពណ៌ប្រផេះបាទមុននឹងហាស្ដីនិយាយទៅកាន់អ្នកភូមិផងរបងជាមួយឬក៏ភាគីម្ខាងទៀតគេមើលមកយើងមកមានទឹកពៀស្លូតបូតស្រឡាញ់រាប់អានគួរឲ្យអាណិតគេនឹងធ្វើតាមអ្វីដែលយើងបានសំណុំពរឬក៏ប្រាប់ទៅគេហើយអញ្ចឹងសូមសេចក្តីប្រាថ្នារបស់បងប្អូននៅថ្ងៃស្អែកនេះប្រកបទៅដោយជោគជ័យសិរីសួស្តីជ័យមង្គលប្រាថ្នាអ្វីបានសម្រេចដោយសេចក្តីប្រាថ្នាបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំចនៅថ្ងៃស្អែកនេះគឺរាសីខ្ពស់ត្រដែតតែម្ដងបាទប្រកបការងារអ្វីតែងតែបានសម្រេចដោយសេចក្តីប្រាថ្នាបន្ថែមពីលើរាសីខ្ពស់នេះទៀតគឺយើងមានលេខនាំសំណាងដល់បងប្អូនកុំភ្លេច comment លេខ338ហើយ share វីដេអូនេះចេញទៅដាក់លេខ338ជាមួយនឹងពណ៌នាំសំណាងជាពណ៌អាយតេជះឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងដែលបងប្អូនមុននឹងចេញដំណើរទៅទីឋាននានានិយាយស្ដីធ្វើការងារមន្ត្រីរាជការទិញចូលលក់ចេញកុងត្រាកាឡាបញ្ជីប្រឡងចូលយ៉ាងណាសូមកុំភ្លេចពាក់អាវពណ៌មាសឬក៏ពណ៌ស្វាយនៅថ្ងៃស្អែកនេះបាទអញ្ចឹងសូមបងប្អូនធ្វើតាមអ្វីដែលខ្ញុំបានប្រាប់ហើយសូមរងចាំទស្សនាជាបន្តទៅឆ្នាំចសម្រាប់បងប្អូនដែលកើតឆ្នាំចធាតុដីពងយៈស្រីថ្ងៃនេះរាសីខ្ពស់ត្រដែតតែម្ដងការរស់នៅថ្ងៃនេះបើលោកអ្នកចង់ចរចាអ្វីមួយតែងតែអាចទម្លុះទម្លាយនិងសម្រេចដោយក្តីបំណងបងប្រាថ្នាបានជានិច្ចចំណែកការងារដោយសារដួងជតារាសីរបស់លោកអ្នកខ្ពស់ម្ល៉េះហើយផ្ដល់ផលល្អសម្រាប់លោកអ្នកសម្រាប់ការងារបានហើយពីព្រោះថាផលល្អតែងតែឆ្លើយតបមកវិញយ៉ាងកក់ក្ដៅចំណែកការធ្វើចំនួនជួញដូរបើអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមិនថាការជួញទីចិត្តទីឆ្ងាយសេចក្តីសុខដុមរមនាអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីគប់បំណងបញ្ហាស្នេហាកំឡោះក្រមុំមិនត្រូវឆ្លក់វង្វេងទៅលើរឿងកាមគុណប្រជ្រុលខ្លួនពេកទេអាចនាំទុកដល់ខ្លួននៅថ្ងៃមុខបានបាទយើងកុំឲ្យលងខ្លួនទៅជ្រុលពេកយើងល្មមទៅបានហើយចំពោះស្នេហាបើថាស្រឡាញ់គ្នាខ្លាំងយកឲ្យម៉ែឪចូលស្ដីដណ្ដឹងតែម្ដងទៅបាទនេះសម្រាប់អ្នកកើតឆ្នាំចជាចុងក្រោយខ្ញុំបាទសូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យមង្គលដល់បងប្អូនដែលកើតនៅឆ្នាំចរាសីខ្ពស់នៅថ្ងៃស្អែកនេះសូមកុំភ្លេច share វីដេអូនេះចេញទៅដាក់លេខ338ហើយមុននឹងចេញដំណើរទៅទីឋាននានានៅថ្ងៃស្អែកនេះសូមកុំភ្លេចពាក់អាវពណ៌មាសឬពណ៌ស្វាយដែលជាអាចទៅចាស់ឈ្នះអស់មេសត្រូវទាំងឡាយទាំងពួងធ្វើឲ្យលោកអ្នកនិយាយស្ដីទៅកាន់ទីឋាននានាធ្វើឲ្យគេចូលចិត្តអាណិតស្រឡាញ់ហើយយល់ព្រមតាមអ្វីដែលយើងបាននិយាយឬក៏បានសំណុំពរដោយសេចក្តីប្រាថ្នាបាទសូមឲ្យបងប្អូនប្រាថ្នាអ្វីបានសម្រេចដោយសេចក្តីប្រាថ្នាមានលៀបមានយសសិរីសួស្តីជ័យមង្គលពេញមួយថ្ងៃតែម្ដងបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំកុលរាសីនៅថ្ងៃស្អែកនេះមិនចុះមិនឡើងទេគឺរាសីមធ្យមបាទរាសីមធ្យមមិនចុះមិនឡើងទេ
តែយើងមានលេខសំណាងដែលជាលេខនាំហុងស៊ុយធ្វើឲ្យបងប្អូនពីមធ្យមទៅជាល្អវិញបាទជាមួយនឹងពណ៌សំណាងឬក៏ពណ៌តិចឈ្នះអស់មេស្ត្រីទាំងឡាយទាំងពួងបាទសម្រាប់បងប្អូនដែលកើតនៅឆ្នាំកុលធាតុពងមនុស្សស្រីនៅក្នុងថ្ងៃស្អែកនេះសូមខមមិនលេខ665ដែលជាលេខនាំសំណាងបាទហើយ share វីដេអូនេះចេញទៅដាក់លេខ665ជាមួយនឹងព្រឹកឡើងបាទថ្ងៃស្អែកឡើងលោកអ្នកមុននឹងរៀបចេញចរយាត្រាទៅណាមកណាកុំភ្លេចពាក់អាវពណ៌ទឹកប្រាក់បាទកុំភ្លេចពាក់អាវពណ៌ទឹកប្រាក់មុននឹងចរចេញយាត្រានិយាយស្ដីទៅកាន់មនុស្សជុំវិញខ្លួនជាមួយនឹងការលក់ដូរទិញចូលលក់ចេញឬក៏ប្រឡងមន្ត្រីរាជការឬក៏កងត្រាអ្វីមួយចំពោះអ្នកដែលនៅជុំវិញខ្លួនបាទអញ្ចឹងសូមរងចាំស្ដាប់ដូចតទៅឆ្នាំកុលសម្រាប់លោកអ្នកដែលកើតឆ្នាំកុលធាតុទឹកពងមនុស្សស្រីរាសីថ្ងៃនេះល្អមធ្យមករណីប្រចាំថ្ងៃនៅក្នុងថ្ងៃនេះដែរបើធ្វើអ្វីក៏ដោយចូលប្រយ័ត្នប្រយែងប្រយ័ត្នចាញ់បោកគេហើយត្រូវប្រយ័ត្នចំពោះមនុស្សដែលមកពីចម្ងាយបាទអ្នកដែលបោកយើងមិនប្រកាសថាអ្នកនៅចិត្តយើងទេអ្នកឆ្ងាយក៏អាចបោកយើងបានដែរអញ្ចឹងអ្នកចិត្តក៏បោកអ្នកឆ្ងាយក៏បោកយើងចង់និយាយពីមាត់ថាមិត្តស្រួលទប់ទល់សត្រូវស្រួលទប់ទល់តែមិត្តផងសត្រូវផងគឺពិបាកទប់ទល់ណាស់អញ្ចឹងយើងគួរតែប្រយ័ត្នមែនទែននៅក្នុងថ្ងៃហ្នឹងបាទពិសេសខាចាញ់បោកគេអញ្ចឹងយើងប្រយ័ត្នប្រយែងតិចទៅចំពោះបញ្ហាការងារដែលឡែកនៅក្នុងថ្ងៃនេះដែរការប្រកបការងារពុំសូវមានអ្វីប្រែប្រួលផ្លាស់ប្ដូរទេគឺដូចតែសប្ដងចឹងពីម្សិលមិញអាម៉េចថ្ងៃនេះគឺចឹងឯងមិនមានបញ្ហាទេតែឃើញថាបើម្សិលមិញវាអន់ថ្ងៃនេះក៏វាខន់បានដែរយើងគិតតែប៉ុណ្្នឹងទៅបានដែរការធ្វើចំនួនជួញដូរមានការប្រែប្រួលផ្លាស់ប្ដូរអត់ឈប់ឈរនេះទេត្រូវប្រយ័ត្នប្រយែងពាក្យសម្ដីបន្តិចទើបអាចជៀសផុតពីចំនួនណាមួយកាត់ឡើងជាមួយក្រុមមនុស្សនៅក្បែរខ្លួនឬសំបីតែមនុស្សមកពីចម្ងាយវាត្រឹមត្រូវហើយសម្រាប់អ្នកដែលជាការរកស៊ីវាសំខាន់ទៅលើសម្ដីគេថាអណ្ដាតជាអាចកន្លងបានសុកទុកផងក៏ព្រោះអណ្ដាតអញ្ចឹងបើសិនណាជាយើងធ្វើចំនួនជាមួយនឹងអតិថិជនឬក៏អ្នកមកពីចម្ងាយអីវាដាច់ម៉ូយហើយបាទឬក៏អាចនឹងមានទំនាស់ពាក្យសម្ដីជាមួយនឹងអ្នកលក់ដូចគ្នាក៏បានដែរអញ្ចឹងយើងគួរប្រយ័ត្នប្រយែងបន្តិចរឿងសម្ដីហ្នឹងបញ្ហាស្នេហាគូក្រងប្តីប្រពន្ធគូស្នេហ៍កំឡោះក្រមុំពោះម៉ាយមីម៉ាយក្តីនោះពុំសូវយករឿងចាស់មកកុំសូវយករឿងចាស់មកនិយាយច្រើនពេកវាការជំនួសវិវាទរស់នៅមិនល្អទេបាទវាមិនសុខសាន្តណាគេថាគោដីកុំដាស់រឿងចាស់កុំរំលឹកអញ្ចឹងរឿងណាដែលវាអត់ប្រយោជន៍កន្លងផុតទៅហើយគួរកុំរំលឹកវិញបាទយើងព្យាយាមរំលឹកនៅអតីតកាលដែលល្អអតីតកាលដែលមិនល្អយើងបោះបង់ចោលទៅបើមិនអញ្ចឹងទេលោកអ្នកនឹងផ្ដល់នៅផលវិបាកឬក៏ឆ្លោះទាស់ទែងគ្នាមើលមុខគ្នាមិនត្រង់ដោយសារតែយករឿងអត់ប្រយោជន៍ហ្នឹងយកមកនិយាយដដែលធ្វើឲ្យមានបញ្ហាទាំងអស់គ្នាអញ្ចឹងបាទអញ្ចឹងគួរតែប្រយ័ត្នប្រយែងពាក្យសម្ដីកាយវិការឬក៏រឿងចាស់អីហ្នឹងកុំយកមករំលឹកឲ្យសោះនេះសម្រាប់អ្នកដែលកើតឆ្នាំកុលបាទសម្រាប់ជាចុងក្រោយនេះសម្រាប់បងប្អូនដែលកើតនៅឆ្នាំកុលនេះខ្ញុំបាទសូមសិទ្ធិពរជ័យសិរីសួស្តីជ័យមង្គលដល់បងប្អូនគ្រប់គ្នាឲ្យប្រកបទៅនឹងសេចក្តីសុខសេចក្តីចម្រើនប្រាថ្នាអ្វីៗបានសម្រេចដូចសេចក្តីប្រាថ្នាកុំភ្លេច share វីដេអូនេះចេញទៅដាក់លេខ665ហើយនឹងព្រលឹមឡើងមុននឹងចេញដំណើរទៅទីឋាននានាកុំភ្លេចពាក់អាវទឹកប្រាក់ដើម្បីជាអាវជាពរលើកសិរីសួស្តីជ័យមង្គលដល់បងប្អូនគ្រប់គ្នាសូមឲ្យបងប្អូនប្រកបការងារអ្វីៗបានសម្រេចដោយសេចក្តីប្រាថ្នាបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនានៅវីដេអូនេះបាទសម្រាប់ឆ្នាំទាំង12ដែលខ្ញុំបានរៀបរាប់នៅខាងលើនេះគឺជាក្បួនបុរាណដែលគាត់បានចារទុកមកសម្រាប់ឲ្យកូនចៅជំនាន់ក្រោយអនុវត្តនិងធ្វើតាមអញ្ចឹងបើសិនណាជាបងប្អូនពុកម៉ែបងប្អូនទាំងអស់ដែលបានស្ដាប់ហើយមានឆ្នាំនៅក្នុងនោះដែរអញ្ចឹងគួរតែមានការប្រុងប្រយ័ត្នកុំឲ្យមានការខាតបង់ឬក៏រងទុក្ខវេទនាអញ្ចឹងយើងត្រូវប្រយ័ត្នទៅដើម្បីឲ្យមានជោគជតារាសីថ្ងៃល្អសម្រាប់ខ្លួនយើងផងដែរអញ្ចឹងសម្រាប់ក្នុងវេលាឱកាសពេលដែរខ្ញុំសូមជូនពរសិរីសួស្តីជ័យមង្គលចូលមានគ្រប់ក្រុមគ្រួសារលៀបហូរចូលលៀបជោគជ័យសិរីសួស្តីកែឈ្មោះល្បាញ់ល្បីចូលដល់គ្រប់ក្រុមគ្រួសារទាំងអស់គ្នាសូមជម្រាបលា